Channel និទានរឿងសូមជូនរឿងចៅចិត្តជាដូចមានឮតគ្នាមកថាកាលនោះមានក្មេងប្រុសម្នាក់នៅស្រុកមួយអ្នកស្រុកគេហៅថាចៅចិត្តជាលុះក្មេងនោះចម្រើនធំឡើងឪពុកស្លាប់ទៅនៅតែម្ដាយចៅនោះមិនគិតធ្វើការរកស៊ីអ្វីសោះតែវេលាយប់កាលណាដើររកលួចទ្រព្យសម្បត្តិទាំងពួងមាតាទូមានប្រដៅដូចម្ដេចក៏មិនព្រមធ្វើតាមទើបមាតាយកទៅឲ្យនៅវត្តរៀនអក្សរចៅនោះក៏មិនខំរៀនសូត្រឡើយប្រព្រឹត្តដើរតែលួចទ្រព្យគេយកមកចិញ្ចឹមមាតានិងអាត្មាគ្រូរំលឹកប្រដៅដូចម្ដេចក៏មិនព្រមស្ដាប់ថ្ងៃមួយស្ដេចក្នុងនគរនោះទ្រង់ចេញប្រថាប់ចុងព្រះរាជរោងឲ្យសេនាបតីនិមឺនសពមុខមន្ត្រីចូលកលទ្រង់មានព្រះចង្ការថាមានខេត្តមួយនៅទំនេរពុំតន់មានឈ្មោះណាទៅឈររក្សាបើអ្នកណាយកប្រាក់40កហបណៈមកដាក់ឃ្លាំងយើងនឹងឲ្យទៅជាចៅហ្វាយស្រុករក្សាខេត្តនោះស្ដេចក៏យាងចូលព្រះបរមរាជវាំងវិញគ្រានោះមន្ត្រីតូចម្នាក់វិលមកផ្ទះដេកកើតទុកចង់ធ្វើចៅហ្វាយស្រុកប៉ុនពេងលុះដល់វេលាយប់ចូលដំណេកនិយាយនឹងប្រពន្ធថានាងអើយឥឡូវនេះស្ដេចមានព្រះចង្ការថាបើឈ្មោះណាមានប្រាក់40កហបណៈថ្វាយព្រះអង្គដាក់ឃ្លាំងទ្រង់ឲ្យធ្វើជាចៅហ្វាយស្រុករក្សាខេត្តមួយដែលទំនេរភរិយាឆ្លើយថាអ្នកអើយចិត្តខ្ញុំចង់ឲ្យអ្នកធ្វើចៅហ្វាយស្រុកណាស់តែសពថ្ងៃយើងក្រតោកយ៉ាក់ពេកនឹងរកប្រាក់ថ្វាយស្ដេចពុំបានទេនិយាយហើយបនទេវតាថាសូមទេវតាជួយឲ្យខ្ញុំបានប្រាក់40កហបណៈថ្វាយស្ដេចខ្ញុំនឹងបានធ្វើចៅហ្វាយស្រុកគ្រានោះពេលនោះអាចោចិត្តជីដើរលួចគេហើយមកអង្គុយក្រោមផ្ទះមន្ត្រីនោះវាបានលើដូច្នោះមានចិត្តអាណិតក៏យកប្រាក់40កហបណៈពីផ្ទះវាវិចនឹងកំណាត់សម្ពុតជាតីមកលោកដៃតាមប្រហោងជញ្ជាំងទៅទុកឲ្យមន្ត្រីនោះរួចត្រឡប់ទៅវិញលុះភ្លឺច្បាស់មន្ត្រីនោះភ្ញាក់ឡើងក្រឡេកទៅឃើញបង្វិចសម្ពុតក៏ចាប់លើកស្រាយមើលឃើញប្រាក់40កហបណៈអរណាស់ប្រាប់ប្រពន្ធថាយើងមានប្រាក់40កហបណៈហើយគឺទេវតាឲ្យប្រពន្ធស្ទុះមកឃើញច្បាស់ក៏មានចិត្តត្រេកអរពន់ពេកលុះដល់ថ្ងៃរសៀលមន្ត្រីនោះយកប្រាក់40កហបណៈទៅថ្វាយស្ដេចដាក់ឃ្លាំងព្រះរាជាក៏តាំងមន្ត្រីនោះឲ្យធ្វើជាចៅហ្វាយស្រុករក្សាខេត្តនោះតទៅឯអាចោចិត្តជាការបើដឹងថាមន្ត្រីនោះបានធ្វើចៅហ្វាយស្រុកហើយក៏ដើរស្វែងរកលួចអ្នកស្រុកក្នុងខេត្តនោះធ្វើដំណើរឲ្យគេចាប់វាបានម្ចាស់ទ្រព្យនាំអាចោចិត្តជានោះទៅជូនចៅហ្វាយស្រុក
ចៅវាយស្រុកបង្កប់មេគុកឲ្យដាក់ច្រវាក់ឃុំទុកក្រោមផ្ទះលោកវេលាយប់ស្ងាត់អាចោចិត្តជានិយាយតែម្នាក់ឯងថាអូហេតុតាឯងមានចិត្តអាណិតគេចង់ធ្វើចៅវាយស្រុកខ្លួនឯងប្រឹងយកប្រាក់40កហបណៈវិច្ចនឹងកំណាត់ជាតីមកឲ្យគេទាំងយំឥឡូវគេបានធ្វើចៅវាយស្រុកហើយគេមិនមេត្តាករុណាឯងបន្តិចសោះគេដាក់ច្រវាក់ឃុំឯងទុកឲ្យវេទនាអាចោចិត្តជានិយាយតែពាក្យដដែលម្នាក់ឯងមិនឈប់ឯចៅវាយស្រុកនិងប្រពន្ធបានឮចៅនិយាយដូច្នោះក៏ប្រឹក្សាគ្នាថាពាក្យវានិយាយនេះត្រូវដូចរឿងខ្លួនយើងគួរឆ្ងល់ណាស់គួរតែយើងចោះទៅសួរវាឲ្យជាក់ច្បាស់ទៅចៅវាយស្រុកចុះពីផ្ទះទៅសួរចៅនោះថាយើងឮឯងនិយាយរឿងអីយើងស្ដាប់បានខ្លះចូលឯងនិយាយរឿងនោះឲ្យយើងស្ដាប់ក្នុងវេលានេះតាមពិតទៅអាចោចិត្តជានិយាយថាខ្លួនខ្ញុំនេះជាមនុស្សប្រព្រឹត្តចោរកម្មដើរតែលួចទ្រព្យរបស់គេរាល់យប់មកចិញ្ចឹមជីវិតកាលលោកនៅជាមន្ត្រីតូចពុំទាន់បានធ្វើចៅវាយស្រុកវេលាយប់មួយនោះខ្ញុំដើរលួចគេហើយមកអង្គុយក្រោមផ្ទះលោកឮលោកនិយាយនឹងប្រពន្ធថាយើងបានប្រាក់40កហបណៈមកពីណាថ្វាយស្ដេចឲ្យធ្វើចៅវាយស្រុកខេត្តមួយប្រពន្ធលោកថាយើងក្រីក្រម្លេះនឹងបានពីណាខ្ញុំឮដូច្នោះមានចិត្តអាណិតលោកក៏ទៅយកប្រាក់40កហបណៈពីផ្ទះវិច្ចនឹងកំណាត់ជាតីមកដាក់ចិត្តក្បាលដំណេកទុកជូនលោកខ្ញុំត្រឡប់ទៅវិញថ្ងៃក្រោយឮគេនិយាយថាលោកបានធ្វើចៅវាយស្រុកខ្ញុំក៏មកលួចក្នុងខេត្តនេះគេចាប់ខ្លួនខ្ញុំបាននាំមកជូនលោកក៏ធ្វើទោសខ្ញុំមិនប្រណែងចៅវាយស្រុកបានស្ដាប់ក៏ជឿជាក់ឥតសង្ស័យហើយថាអូសំឡាញ់អើយឯងនិយាយនេះពិតប្រាកដមែនដែលអញបានធ្វើចៅវាយស្រុកពីព្រោះតែឯងជួយវេលានេះឯងកុំភ័យកុំតូចចិត្តព្រឹកនេះអញនឹងដោះលែងឲ្យរួចចេញពីទោសមួយទៀតឯងនិងអញយកគ្នាជាសម្លាញ់ទៅចៅវាយស្រុកសួរថាឯងឈ្មោះអ្វីបុរសនោះជម្រាបថាខ្ញុំឈ្មោះអាចោចិត្តជារួចចៅវាយស្រុកក៏ឡើងលើផ្ទះវិញលុះភ្លឺច្បាស់ចៅវាយស្រុកបង្កប់មេគុកឲ្យដោះលែងអាចោចិត្តជារួចពីទោសហើយនិយាយថាអាសំឡាញ់ឯងនៅនឹងអញចុះអញចិញ្ចឹមឯងពីថ្ងៃនេះតទៅឯងកុំលួចគេទៀតអាចោចិត្តជាឆ្លើយថារឿងលួចនេះអញមិនឈប់ទេដែលអញលួចទ្រព្យគេនោះគ្រាន់យកទៅចិញ្ចឹមមាតាមេម៉ាយចៅវាយស្រុកក៏ឲ្យប្រាក់30កហបណៈយកទៅឲ្យមាតាអាចោចិត្តជាមិនព្រមយកចៅវាយស្រុកសួរថាផ្ទះសំឡាញ់ឯងនៅឯណាចូលឯងប្រាប់អញឲ្យត្រង់អាចោចិត្តជាប្រាប់ថាអញនៅផ្ទះនោះហើយលាចៅវាយស្រុកទៅផ្ទះវិញគ្រានោះលោកយមរាជនិងមន្ត្រីតូចម្នាក់កើតសេចក្តីវិវាទតោះតេងគ្នាជាយូរខែហើយមន្ត្រីតូចនោះគុំគិតសម្លាប់លោកយមរាជនោះឲ្យបានមន្ត្រីតូចនោះមានស្រីបម្រើម្នាក់ជាទីទុកចិត្តប្រើដោយម្ដេចបានទាំងអស់
ស្រីបំរើនោះខំកត់គង់ចៅវាយមិនអោយតោះចិត្តវេលាយប់ស្ងាត់មន្ត្រីនោះនិយាយនឹងស្រីបំរើថាវេលានេះចូលឯងអាណិតអញពីព្រោះអញស្អប់លោកយមរាជណាស់អញចង់សម្លាប់ចោលតែមិនដឹងរោគអ្នកឯណាជួយរឿងនេះសពថ្ងៃអញឃើញតែឯងមានប្រាជ្ញាហើយមន្ត្រីនោះបង្កប់ស្រីបំរើថាចូលឯងចេញពីអញទៅរកប្រាក់លោកយមរាជនៅនឹងគេចោះរួចឯងខំកប់គង់គេដូចកាលនៅនឹងអញហើយឯងបំរើខាងក្រៅលោកយមរាជនោះគេទុកចិត្តស្និទ្ធស្នាលឯងត្រូវចូលបំរើខាងក្នុងលុះបានហើយឯងចាំមើលរាល់វេលាយប់ស្ងាត់កាលណាយមរាជនោះដេកលក់ចូលឯងរំលាយសំណឲ្យពុះក្តៅរួចយកទៅចាក់ក្នុងមាត់ទៅលោកយមរាជនឹងស្លាប់មិនខានគ្មានអ្នកណាដឹងឡើយបើឯងធ្វើបានដោយគំនិតនេះអញនឹងចេញប្រាក់លួសឯងយកមកវិញឲ្យរួចពីខ្ញុំគេស្រីបំរើនេះទទួលការសពគ្រប់វេលាជប់នោះអាចោចិត្តជីដើរលួចគេហើយវាមកអង្គុយក្រោមផ្ទះមន្ត្រីនោះកាលមន្ត្រីនោះនិយាយបង្កប់ស្រីបំរើឲ្យសម្លាប់លោកយមរាជដូចម្ដេចក៏វាស្ដាប់បានការទាំងអស់ថ្ងៃក្រោយស្រីបំរើនោះលាម្ចាស់ទៅរកប្រាក់លោកយមរាជលោកយមរាជក៏ទទួលចេញប្រាក់លួសឲ្យនៅបំរើរៀងមកនាងនោះកប់គុណខំបំរើលោកយមរាជនិងលោកជំទាវមិនឲ្យតោះចិត្តលោកយមរាជនិងលោកជំទាវក៏ទុកចិត្តស្និទ្ធស្នាលឲ្យចេញចូលខាងក្នុងបំរើចិត្តដិតរៀងមកវេលាមួយនោះពេលយប់ស្ងាត់ស្រីបំរើនោះវាដឹងថាលោកយមរាជនិងលោកជំទាវសម្រានលក់ហើយវាដុតភ្លើងរំលាយសំណឲ្យពុះក្តៅហើយវាលើកសំណនោះចាក់ក្នុងមាត់លោកយមរាជលោកយមរាជស្លាប់ទៅរួចវាត្រឡប់ទៅដេកតាមកន្លែងវិញលុះព្រឹកឡើងលោកជំទាវភ្ញាក់បានដឹងថាប្តីស្លាប់ក៏ស្រែកទ្រហោយំមនុស្សផ្អើលមកមើលឃើញលោកយមរាជស្លាប់មែនតែមិនដឹងជាស្លាប់ពីរោគអ្វីដោយគ្មានស្នាកស្នាមបន្តិចសោះលោកជំទាវនោះទៅក្រាបបង្គំទូលស្ដេចតាមរឿងដែលស្លាប់ព្រះរាជាទ្រង់ក៏ចាត់មន្ត្រីឲ្យមកមើលតែមិនដឹងស្លាប់ពីរឿងអ្វីព្រោះគ្មានហេតុស្នាកស្នាមក៏ទៅក្រាបបង្គំទូលតាមរឿងព្រះរាជាទ្រង់ឲ្យយកសពទៅបញ្ចុះទុកតាមគួរក្រោយនោះមានរដូវបុណ្យទ្វាទសមាសនីមើលសពមុខមន្ត្រីចូលកលព្រះមហាក្សត្រព្រះមហាក្សត្រទ្រង់មានព្រះរាជអង្គការថាបើអ្នកឯណារកឈ្មោះមនុស្សដែលសម្លាប់យមរាជបានដឹងច្បាស់ប្រកបយើងឲ្យធ្វើទីយមរាជរួចទ្រង់ស្ដេចយាងចូលខាងក្នុងវិញសេនាបតីនិមឺនសពមុខមន្ត្រីក៏ទៅផ្ទះរៀងខ្លួនវិញគ្រានោះចៅវាយស្រុកដែលជាសម្លាញ់អាចោចិត្តជាចង់ធ្វើយមរាជណាស់បានទៅរកអាចោចិត្តជាអាចោចិត្តជាសួរថាអាសម្លាញ់ឯងមករកអ្វីចៅវាយស្រុកប្រាប់ថាអញមកមានការសួរឯងបន្តិចត្បិតលោកយមរាជស្លាប់
ដោយឥតមាននរណាដឹងថាស្លាប់ពីโรគអ្វីឥឡូវស្ដេចមានព្រះរាជអង្គការថាបើអ្នកណារកឈ្មោះមនុស្សដែលសម្លាប់លោកយមរាជឃើញពិតប្រាកដទ្រង់នឹងឲ្យធ្វើយមរាជរឿងនេះអាសម្លាញ់ឯងបានដឹងទេត្បិតអញចង់ធ្វើយមរាជណាស់អាចោរចិត្តជីឆ្លើយថារឿងនេះអញបានដឹងច្បាស់ព្រោះនៅវេលារាត្រីមួយនោះអញដើរលួចគេហើយអញមកអង្គុយក្រោមផ្ទះមន្ត្រីតូចម្នាក់នៅខាងជើងផ្ទះលោកយមរាជឆ្ងាយពីគ្នាបន្តិចមន្ត្រីនោះប្រាប់ស្រីបម្រើម្នាក់ថាអញស្អប់លោកយមរាជពេកចង់សម្លាប់ចោលព្រោះជាសត្រូវនឹងអញក្នុងគ្រានេះត្រូវឯងជួយអញជាប្រកបដូច្នោះត្រូវឯងចេញពីផ្ទះអញទៅរកផ្ទះលោកយមរាជនៅបើគេព្រមទទួលឲ្យនៅត្រូវឯងបម្រើគេឲ្យត្រូវចិត្តបើគេទុកចិត្តស្និទ្ធស្នាលប្រើចេញចូលនៅខាងក្នុងវេលាណាលុះដល់យប់ស្ងាត់ឯងត្រូវដុតភ្លើងរំលាយសំណឲ្យពុះក្តៅហើយយកទៅចាក់ក្នុងមាត់លោកយមរាជកំពុងដេកលក់គង់ស្លាប់មិនខានអញស្ដាប់បានចាំប្រកបសម្លាញ់ឯងទៅទូស្ដេចតាមរឿងនេះចុះតែឲ្យកោះខ្មោចលោកយមរាជនោះមកវះមើលបើឃើញសំណនៅក្នុងពោះខ្មោចនោះមែនសម្លាញ់ឯងនឹងបានធ្វើយមរាជមិនខានចៅវាយស្រុកស្ដាប់បានការហើយត្រឡប់ទៅផ្ទះវិញថ្ងៃក្រោយចៅវាយស្រុកទៅទូលស្ដេចតាមរឿងទ្រង់ឲ្យភ្នាក់ងារទៅចាប់មន្ត្រីនោះនិងមេស្រីនោះយកមកឃុំទុកទ្រង់ឲ្យកោះខ្មោចលោកយមរាជមកវះមើលឃើញសំណនៅក្នុងពោះមែនទ្រង់ឲ្យជំនុំរឿងនោះមេនោះឆ្លើយថាខ្ញុំសម្លាប់លោកយមរាជពិតប្រាកដទ្រង់ឲ្យប្រហារជីវិតទាំងពីរនាក់ចោលទៅទ្រង់ក៏តាំងចៅវាយស្រុកនោះឲ្យធ្វើទីយមរាជឯចៅវាយស្រុកកាបើធ្វើទីយមរាជហើយឲ្យបំរើទៅហៅអាចោរចិត្តជាសម្លាញ់មកលុះមកដល់ប្រាប់ថាអាសម្លាញ់អើយឯងមានគុណនឹងអញច្រើនណាស់ឥឡូវនេះអញបានធ្វើយមរាជហើយដែលអញបានធ្វើយមរាជនេះគឺដោយសារឯងជួយអញពីថ្ងៃនេះទៅឯងកុំលួចគេទៀតអញចិញ្ចឹមមាតាឯងនិងសម្លាញ់ឯងលុះអស់ជីវិតអាចោរចិត្តជាឆ្លើយថាអញសុំលួចតែម្ដងទៀតរួចត្រឡប់ទៅផ្ទះវិញលុះយប់អាចោរចិត្តជាទៅលួចដង្ខៅម្នាក់បានប្រាក់និងសម្ពុតអាវជាច្រើនយកទៅជូនមាតាលុះព្រឹកឡើងអាចោរចិត្តជាមកប្រាប់លោកយមរាជថាអាសម្លាញ់យប់មិញអញចូលលួចគេបានប្រាក់និងសម្ពុតអាវច្រើនណាស់ពីថ្ងៃនេះតទៅអញលះបង់ចោលរឿងរកស៊ីលួចគេហើយអាសម្លាញ់ឯងជឿចោះលោកយមរាជតបថាបើឯងឈប់រកស៊ីលួចគេនោះអញអរណាស់បើខ្វះខាតអ្វីមករកអញឲ្យឯងកុំទើសតល់អញចិញ្ចឹមលុះអស់ជីវិតអាចោរចិត្តជាក៏លាលោកយមរាជទៅផ្ទះវិញទៅនៅរក្សាមាតាជាសុខសប្បាយលោកយមរាជនិងអាចោរចិត្តជាសម្លាញ់រាប់អានគ្នាចិញ្ចឹមគ្នាដល់រាបអស់ជីវិតដូចបានសន្យាគ្នាមករឿងចោរចិត្តជាចប់ដោយបរិបូរណ៍
មនុស្សចិត្តជាតែងមានគ្នាជាទីពឹង